ជំរាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះយើងនឹងមកជួបជាមួយនឹងវីដេអូដែលយើងរៀនអំពី simple questions at school មានន័យថាប្រយោគសំណួរធម្មតាខ្លះៗដែលយើងឮនៅសាលារៀនអូខេអញ្ចឹងយើងកុំឲ្យខាតពេលអញ្ចឹងយើងទៅរៀនអំពីសំណួរទាំងអស់នោះជាមួយគ្នាអូខេសំណួរទី1 What day is it today What day is it today តើថ្ងៃនេះជាថ្ងៃអ្វីអញ្ចឹងយើងឆ្លើយតាមថ្ងៃជាក់ស្ដែង Today is Sunday or it is Sunday សំណួរទី2 What's the date What's the date អញ្ចឹងចម្លើយយើងអាចឆ្លើយថា It's the 21st It's the 21st សំណួរទី3 What month is it What month is it តើខែនេះជាខែអ្វីអញ្ចឹងចម្លើយ It's June It's June សំណួរទី4 How do you spell June តើអ្នកអាចប្រកបខែមិថុនាយ៉ាងដូចម្តេចអញ្ចឹងចម្លើយ J U N E June សំណួរទី5 How are you today How are you today តើអ្នកសុខសប្បាយជាទេថ្ងៃនេះអញ្ចឹងចម្លើយជាមួយនឹង How are you today យើងអាចឆ្លើយបានច្រើនរបៀបទៅតាមស្ថានភាពអារម្មណ៍របស់យើងជាក់ស្ដែងឧទាហរណ៍ I'm fine thank you I'm good I'm okay I'm excited I'm happy or I'm sad សំណួរទី6 What's your name What's your name តើឈ្មោះរបស់អ្នកគឺអ្វី My name is Dara My name is Dara សំណួរទី7 How old are you How old are you តើអ្នកអាយុប៉ុន្មានអញ្ចឹង I'm 13 years old or I'm 14 years old អាស្រ័យលើស្ថានភាពអាយុរបស់យើងជាក់ស្ដែងសំណួរទី8 What grade are you in What grade are you in តើអ្នករៀនថ្នាក់ទីប៉ុន្មានអញ្ចឹងចម្លើយយើងឆ្លើយតាមថ្នាក់របស់យើងជាក់ស្ដែង For example I'm in grade 7 I'm in grade 7សំណួរទី9 Where are you from Where are you from តើអ្នកមកពីប្រទេសណាចម្លើយ I'm from Cambodia I'm from Cambodia សំណួរទី10 Where do you live Where do you live តើអ្នករស់នៅឯណាឆ្លើយ I live in Kampot town I live in Kampot town អញ្ចឹងយើងអាចដាក់ទីតាំងដែលយើងរស់នៅជាក់ស្ដែងបានអូខេសំណួរទី11 What do you want to be in the future What do you want to be in the future តើអ្នកចង់ក្លាយជាអ្វីនៅថ្ងៃអនាគតអញ្ចឹងចម្លើយយើងអាចឆ្លើយតាមមុខជំនាញឬក៏ការងារដែលយើងស្រឡាញ់ជាក់ស្ដែង For example I want to be a teacher I want to be a teacher សំណួរទី12 How do you go to school How do you go to school តើអ្នកទៅសាលាដោយរបៀបណាអញ្ចឹងចម្លើយក្នុងសំណួរនេះវាអាស្រ័យទៅតាមស្ថានភាពដែលយើងទៅសាលាជាក់ស្ដែងឧទាហរណ៍បើសិនជាយើងទៅសាលាដោយដើរI ដោយថ្មើរជើង I go to school by walk I go to school by walk ខ្ញុំទៅសាលាដោយជិះម៉ូតូ I go to school by motorbike I go to school by motorbike ខ្ញុំទៅសាលាដោយជិះឡាន I go to school by car I go to school by car ខ្ញុំទៅសាលាដោយជិះកង់ I go to school by bike I go to school by bike សំណួរទី13ជាសំណួរចុងក្រោយសម្រាប់វីដេអូរបស់យើងថ្ងៃនេះគឺសួរថា What's your job What's your job តើការងាររបស់អ្នកគឺអ្វីអញ្ចឹងបើយើងគឺជាសិស្សយើងត្រូវឆ្លើយថា I'm a student I'm a student បាទអញ្ចឹងវីដេអូយើងថ្ងៃនេះយើងមានតែប៉ុណ្្នឹងទេកុំភ្លេចតាមដាននៅវីដេអូក្រោយបន្តទៀតទាក់ទងជាមួយនឹងសំណួរដែលយើងតែងតែជួបប្រទះនៅសាលារៀនអូខេអរគុណសូមជម្រាបលា